បាទសួស្តីបងប្អូនទាំងអស់គ្នាបាទយើងលេងផេកនីមួយៗរាល់ថ្ងៃបងប្អូនកុំគិតថាគ្រាន់តែផុសរូបធម្មតាហ្នឹងហើយយើង live អីធម្មតាវាជាការគ្រប់បាទអត់ទាន់គ្រប់ទេបងប្អូនអញ្ចឹងដើម្បីដឹងថាគ្រប់គោលការណ៍របស់ Facebook ដែលគេកំណត់មកទោះតែយើងចូលទៅមើលបើថាគេកំណត់ឲ្យយើងធ្វើអីយើងធ្វើតាមគេហ្នឹងបានគ្រប់គោលការណ៍ដែលគេចង់បានបាទអញ្ចឹងបងប្អូនចូលទៅមើលទាំងអស់គ្នាហើយបើសិនជាគ្រប់គោលការណ៍ដែលគេចង់បានអញ្ចឹង tool CM ឬក៏អ្វីៗដែល Facebook គេនឹងប្រម៉ូទមកយើងនឹងឆាប់គ្រប់ចំនួននឹងឆាប់ទទួលបាន CM ឆាប់ទទួលបានការរកប្រាក់កម្រៃបងប្អូនបាទអញ្ចឹងបងប្អូនចូលមកមើលទាំងអស់គ្នាឧបមាថា page នេះជា page របស់បងប្អូនអញ្ចឹងដើម្បីចូលទៅមើលដឹងថា Facebook តម្រូវឲ្យយើងធ្វើអីយើងនៅខ្វះខាតអីយើងនៅមិនទាន់ធ្វើអីយើងចូលទៅមើលទាំងអស់គ្នាបងប្អូនយើងចូលមកទៅក្នុង page របស់យើងចឹងមកហើយទៅបងមកទៀតបងប្អូនទៅចុចលើ professional បាទបន្ទាប់ពីចូលដល់ហ្នឹងហើយបងប្អូនចុចលើរូបរបស់យើងនេះរូបលើ profile របស់យើងនេះបាទនៅដើម្បីយើងទៅ weekly progress បាទនៅពេលចុចដល់ទៅនេះហើយយើងចូលមើលថាតើនៅក្នុងនេះគេមានឲ្យយើងធ្វើអីខ្លះឥឡូវយើងចូលទៅមើល weekly progress ហ្នឹងបងប្អូនបាទចូលទៅដល់នេះយើងមានកិច្ចការដែលយើងត្រូវធ្វើតែគេតម្រូវឲ្យយើងធ្វើណាបងប្អូនបាទនេះបងប្អូនណាមកកាលវាមកកាលវាទៅវាឃើញនៅសល់កិច្ចការដែលយើងត្រូវធ្វើនោះគេដាក់ថាប្រែថាកិច្ចការអញ្ចឹងកិច្ចការមាននៅក្នុងនេះភ័យរបស់ខ្ញុំគឺកិច្ចការគេដាក់ឲ្យយើង5កិច្ចការអញ្ចឹងខ្ញុំសម្រេច2កិច្ចការខាងក្រោមហើយគឺ tick ខាងក្រោមហ្នឹងបាទរកអ្នក follow បានរកហើយបាទpublic reel បានគ្រប់ចំនួនហើយខ្ញុំបង្កើតគ្រប់ហើយអញ្ចឹង3ខាងលើបាទអញ្ចឹងឃើញយើងធ្វើ3ខាងលើគេឲ្យបង្កើន5 public post បាទតបមកទី2គេឲ្យផ្ញើសារនៅក្នុង channel របស់យើងបាទនេះឃើញណាឃើញចម្លែកបងប្អូនអញ្ចឹងមិនទេទៅផុសទេគឺមានការផ្ញើសារទៀតនឹងបានគ្រប់គោលការណ៍របស់គេហើយចំណុចទី3គេដាក់ទទួលការប្រតិកម្មទទួលការចូលមើលឬក៏តំណាក់តំណងនៅក្នុងសង្គមនៅក្នុងបណ្ដាញក្នុង page របស់យើងណាបងប្អូនចំនួន400អញ្ចឹងនៅក្នុងនេះគឺដោយសារអញ្ចឹងខ្ញុំជម្រាបប្រាប់បងប្អូនវាថ្មីដោយសារអីដោយសារថារាល់សប្តាហ៍វាអត់ដែលមានទេប៉ុន្តែដល់ពេលសប្តាហ៍នេះបានវាមានណាបងប្អូននេះទី2ហ្នឹងណាបាទផ្ញើសារនៅក្នុង channel របស់យើងបាទអញ្ចឹងយើងត្រូវធ្វើតាមគេគេឲ្យយើងធ្វើផ្ញើសារអីផ្ញើ channel អីទៅណាទៅណីយើងត្រូវធ្វើតាមគេណាបងប្អូនបាទអញ្ចឹងបងប្អូនអរគុណច្រើនហើយខ្ញុំមានប៉ុណ្្នឹងទេបងប្អូនបាទអរគុណជម្រាបលា